ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើបបរពោតទាំងអស់គ្នាពុកម៉ែបងប្អូនជាដំបូងគឺនាងខ្ញុំបានយកពោតយើងយកមកលាងទឹកពុកម៉ែបងប្អូនគឺខ្ញុំប្រើពោតចំនួន4ផ្លែនាងខ្ញុំលាងទឹកដើម្បីបេះសរសៃវាចេញឲ្យស្អាតអញ្ចឹងពុកម៉ែបងប្អូនរឹកមិញនឹងទៅផ្សារពុកម៉ែបងប្អូនហើយទិញមកហូបក៏ឃើញពោតគេល្អក៏នឹកឃើញចង់ធ្វើបង្អែមហូបព្រោះស្ករត្នោតយើងនៅរៀងច្រើនដែរអញ្ចឹងណាពុកម៉ែបងប្អូនចំពោះពោតគឺខ្ញុំជ្រើសយកពោតនេះគេហៅពោតប៉ារ៉ាពុកម៉ែបងប្អូនទិញបងស្រីគាត់មកពីខាងខេត្តកំពតពុកម៉ែបងប្អូនឥឡូវនេះបន្ទាប់ពីខ្ញុំលាងពោតឡើងស្អាតហើយខ្ញុំក៏យកស្លឹកតើយពុកម៉ែបងប្អូនហើយយកស្លឹកតើយមកលាងវាឲ្យស្អាតអញ្ចឹងណាពុកម៉ែបងប្អូនដើម្បីយើងដាក់ចូលបង្អែមទៅឲ្យវាមានក្លិនឈ្ងុយពុកម៉ែបងប្អូនឥឡូវនេះពោតស្លឹកតើយយើងលាងស្អាតហើយខ្ញុំក៏ចាប់ផ្ដើមយកពោតយើងមកចិតនៅយកកំបិតមុខ2យកមកចិតពុកម៉ែបងប្អូនចិតវាជាចំណិតស្ដើងពុកម៉ែបងប្អូនចិតវាបន្ទាប់ពីយើងចិតវាម្ដងហើយយើងចិតវាម្ដងទៀតដើម្បីវាមានសភាពស្ដើងឥឡូវនេះពោតយើងបានចិតរួចរាល់ហើយគ្រឿងក្រៅយើងក៏ត្រៀមរួចរាល់ហើយដែរខ្ញុំក៏ចាប់ផ្ដើមយកឆ្នាំងមកដាំលើចង្ក្រានដើម្បីយើងធ្វើបបរពោតជាដំបូងគឺខ្ញុំដាក់ទឹកសចំនួនកន្លះលីត្រពុកម៉ែបងប្អូនដាក់ទឹកសចំនួនកន្លះលីត្រដាំវាឲ្យពុះបន្ទាប់ពីទឹកយើងពុះហើយខ្ញុំក៏បន្ថែមខ្ទិះដូងយើងពុកម៉ែបងប្អូនខ្ទិះទី2ចូលបន្ទាប់ពីដាក់ខ្ទិះដូងយើងចូលពុះហើយខ្ញុំក៏បន្ថែមស្លឹកតើយចូលចំពោះដាក់ស្លឹកតើយពុកម៉ែបងប្អូនចង់ដាក់ក៏បានមិនដាក់ក៏បានសម្រាប់ខ្ញុំគឺខ្ញុំដាក់គឺវាមានក្លិនឈ្ងុយពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំដាក់ស្លឹកតើយកូរវាឲ្យវាមានក្លិនឈ្ងុយហើយខ្ញុំក៏បន្ថែមគ្រាប់សាគូចូលបន្ទាប់ពីដាក់គ្រាប់សាគូចូលគឺនាងខ្ញុំកូរវាឲ្យសព្វចឹងពុកម៉ែបងប្អូនបន្ទាប់ពីពុកម៉ែដាក់គ្រាប់សាគូចូលពុកម៉ែបងប្អូនគឺឧស្សាហ៍កូរវាព្រោះខ្លាចវាខាសទៅខាងក្រោមធ្វើឲ្យខ្លោចចឹងពុកម៉ែបងប្អូនឥឡូវនេះគ្រាប់សាគូយើងក៏បានរីកល្អហើយនាងខ្ញុំក៏បានបន្ថែមនៅស្ករត្នោតពេលនាងខ្ញុំដាក់ស្ករត្នោតចូលគឺនាងខ្ញុំកូរវាឲ្យស្ករត្នោតយើងរលាយសព្វល្អអញ្ចឹងណាពុកម៉ែបងប្អូនកូរវាឲ្យរលាយសព្វល្អមកពុកម៉ែបងប្អូនបន្ទាប់ពីស្ករយើងរលាយចូលគ្នាបានល្អហើយឡើងពុះល្អហើយនាងខ្ញុំក៏ចាប់ផ្ដើមបន្ថែមពោតដាក់ពោតយើងចូលពុកម៉ែបងប្អូនគឺយើងដាក់ពោតចូលយើងកូរបន្ទាប់ពីយើងដាក់ពោតចូលហើយយើងកូរវាឲ្យចូលសព្វជាមួយស្ករទៅពុកម៉ែបងប្អូនចំពោះស្ករខ្ញុំធ្វើអត់សូវជាផ្អែមពេកទេតែបើពុកម៉ែបងប្អូនចង់រៀងផ្អែមបន្តិចគឺពុកម៉ែបងប្អូនដាក់ឲ្យរៀងច្រើនបន្តិចទៅឥឡូវនេះពោតយើងចាប់ផ្ដើមពុះចាប់ផ្ដើមឆ្អិនបណ្ដាហើយនាងចូលជាតិគ្នាជាមួយស្ករហើយនាងខ្ញុំក៏បន្ថែមជាមួយនឹងអំបិលបន្តិចពុកម៉ែបងប្អូនបន្ថែមអំបិលបន្តិចដើម្បីបង្កើនរសជាតិផ្អែមយើងឲ្យវាផ្អែមរៀងមុតណាពុកម៉ែបងប្អូនតបមកគឺខ្ញុំកូរវាឲ្យសព្វយើងកូរវាឲ្យសព្វណាមួយយើងខ្លាច
ខាសក្រោមពុកម៉ែបងប្អូនពេលយើងដាក់ពោតបន្ទាប់មកខ្ញុំក៏បន្ថែមខ្ទិះដូងដើមចូលពុកម៉ែបងប្អូនចំពោះខ្ទិះដើមគឺខ្ញុំដាក់ទាំងអស់ពុកម៉ែបងប្អូនខ្ញុំអត់ទុកស្រោចខាងក្រៅអីទេឥឡូវនេះបន្ទាប់ពីយើងដាក់ខ្ទិះដូងដើមចូលហើយយើងកូរវាឲ្យសព្វទៅពុកម៉ែបងប្អូនបន្ទាប់ពីកូរវាឲ្យសព្វហើយគឺយើងទុកវាមួយពុះទៅគឺបានហើយពុកម៉ែបងប្អូនឥឡូវនេះវាចាប់ដើមឡើងពុះហើយពុកម៉ែបងប្អូនពុកម៉ែបងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូនេះបើពុកម៉ែបងប្អូនយល់ថាល្អកុំភ្លេចជួយ like ជួយ share comment ខាងក្រោមវីដេអូម្នាក់មួយផងក៏ដូចជាជួយ subscribe channel YouTube ស្រីមានស្រីមាសម្នាក់មួយផងពុកម៉ែបងប្អូនជាចុងក្រោយជូនពរពុកម៉ែបងប្អូនទាំងអស់គ្នារកទទួលទានមានបាននិងសុខសប្បាយរីករាយជុំគ្រួសារទាំងអស់គ្នាណាពុកម៉ែបងប្អូនឥឡូវនេះខ្ញុំឆ្អិនហើយខ្ញុំចាប់ដើមដួសដាក់ចានដើម្បីទុកវាឲ្យរាងត្រជាក់បន្តិចដើម្បីយកទៅបញ្ចុកកូនតែបើពុកម៉ែបងប្អូនចង់ហូបក្តៅក៏បានឥឡូវនេះឆ្អិនហើយពុកម៉ែបងប្អូនបបរពោតយើងទំនងអត់ពុកម៉ែបងប្អូនក្លិនវិញគឺឈ្ងុយពេញផ្ទះពុកម៉ែបងប្អូនហើយ